គ្រូចាមកហែកទាំងខ្ពស់ហើយបាយសាយតែម្ដងតើវាលុបបំបត្តិអនោះទេវាលុបបំបត្តិហើយបាទនៅក្នុងទំព័រទី78នៃសភៅឧត្តមប្រជាចាប់ពិនជា3សំណុំគឺយកពការស្លាដែលដាក់សូត្រមុនពីពេលល្ងាចនោះណាអញ្ចឹងការស្លាពីពេលល្ងាចតតែទេមកកាត់ចេញហើយយកអំបោះសចងណាហើយដាក់ក្នុងកែវមួយឥឡូវយើងអត់មានកែវយើងមានជោមសំអាងជាមានណាហើយដោតផ្លែស្លាខ្ចីឬក៏ស្លាស្លឹងអញ្ចឹងបាច់ចង់ខ្ញុំអាននាំតែខាតពេលទេបើក្នុងទំព័រទី78ទៅឃើញ78 79រហូតមកដល់ទំព័រទី80ជាងពាក់ព័ន្ធការស្លាទាំងអស់នៅក្នុងកន្លែងនេះមួយទៀតដែលខ្ញុំឃើញបងយើងសពថ្ងៃគ្រូចារ្យយើងសពថ្ងៃដែលលោកធ្វើដង្ហែបការស្លា3តើដង្ហែបការស្លា3គេដង្ហែទាំងម៉េចដង្ហែធ្វើយ៉ាងម៉េចតើអ្នកណាកាន់តើអ្នកណាជាអ្នកកាន់ការស្លា3ហ្នឹងបាទនៅក្នុងទំព័រទី84នៃសភៅឧត្តមប្រជាចាប់ពិន84មហា3នាក់អ្នកកាន់ទាប2អ្នកកាន់ទាប2នាក់អ្នកកាន់ការស្លា3ម្នាក់អ្នកកាន់ការស្លា3អ្នកកាន់រងប្រាក់ខាន់ស្លាប្រាក់ស្នាទឹកដោះតើអ្នកកាន់ការស្លា3ណាអ្នកកាន់ការស្លា3គឺត្រូវជាបងរបស់កូនកំឡោះហើយរើសញាតិដែលចិត្តហើយជាអ្នកមានខណ្ឌស្លានិងមិនអភ័ព្វគូអ្នកដែលមានអាយុតិចជាងកូនប្រុសលោកហាមមិនឲ្យកាន់ទេណែគូចាដែលធ្វើវិធីដង្ហែបការស្លា3នៅក្នុងទំព័រទី84នៃសភៅឧត្តមប្រជាចាប់ពិនលោកបញ្ជាក់ឲ្យថាបងកូនប្រុសអ្នកកាន់ការស្លាច្បងបន្ទាប់មករើសរកញាតិដែលចិត្តបានថាសាច់ញាតិខាងកូនកន្លោះនឹងដដែលអ្នកមានខណ្ឌស្លាបានន័យថាអ្នកមានគូហើយអ្នកមានរៀបអាពាហ៍ពិពាហ៍ហើយមិនអភ័ព្វទៀតហើយដែលមានអាយុតិចជាងកូនកន្លោះគឺមិនឲ្យកាន់ទេអញ្ចឹងគូចាស់ឃើញនៅក្នុងសង្គម Facebook ហើយអ្នកដែលដង្ហែបការស្លា3ជួនកាលអ្នកកំដរប្រុសឲ្យមកដង្ហែបការស្លាសួរថាត្រូវឬក៏ខុសឬក៏ធ្វើឲ្យតែបានទេឡៃណងណាឬក៏ធ្វើឲ្យតែហើយដូចកន្លែងទិញកាទេលអញ្ចឹងធ្វើឲ្យថាទិញកាទេលក៏ប៉ុន្តែធ្វើកន្លែងហ្នឹងវាមិនទាន់ត្រូវតាមសិភៅហេតុអីខ្ញុំថាមិនទាន់ត្រូវតាមសិភៅពួកសិភៅគេមិនឲ្យធ្វើអញ្ចឹងផងហ្នឹងអញ្ចឹងនៅក្នុងពេលនេះម៉ោងនេះយើងនិយាយតែពីការស្លាប៉ុណ្ណោះបាទទំព័រទី84នៃសិភៅឧត្តមប្រជាចាប់ពិនមានបាទបើកទៅឃើញហើយតាំងពីទំព័រ70ជាងមកគឺនិយាយពីការស្លាបាទប៉ុណ្ណឹងចុះចាំយើងមើលសំណួរសិនយើងមានឯកសារគោលហើយគឺសិភៅអ្នកឧត្តមប្រជាចាប់ពិនបាទមានសំណួរមកច្រើនដែរនេះតកែវលោកគ្រូតើការស្លានឹងតំណាងឲ្យអ្វីការស្លាគឺដឹងនៅខាងខេត្តណាណានួនតកែវហើយតកែវហ្នឹងអត់ដឹងហើយជាតកែវហើយការស្លាគឺយើងតំណាងកូនកំមុំស្ទប់ការស្លាយើងតំណាងឲ្យឪពុកនិងម្ដាយកូនកំមុំការស្លានៅខាងក្នុងបានន័យថាការស្លាវាមិនទាន់ធ្លុះមិនទាន់ធ្លាយពីប្រៀបដូចថាកូនកំមុំនឹងឯងនៅភាពបរិសុទ្ធយើងក៏និយាយឲ្យភាពអវិជ្ជមានផងគាត់យើងចង់និយាយតែភាពវិជ្ជមានផងកូនកំមុំបាទដល់មានឪពុកម្ដាយទាំងពីរហ្នឹងជាអ្នកឃុំក្រប្រៀបដូចនឹងសតបនៃផ្កាស្លាបាទកន្លងសัตว์ឯណាឯណីគឺមិនអាចចូលទៅខាងក្នុងការស្លាបានទេយ៉ាងមនុស្សផងទាំងឡាយប្រុសព្រានស្អីទាំងឡាយក៏មិនអាចមកប៉ះពាល់កូនកំមុំរបស់លោកបានដែរអញ្ចឹងការស្លានិយាយឲ្យសង្ខេបទៅគឺតំណាងកូនកំមុំនឹងឯងអញ្ចឹងហើយបានជាបុរាណលោកថាបើសិនជាផ្កាស្លាកាត់ពីដើមមកមានប្រេះគឺលោកមិនយកមកធ្វើពិធីមង្គលទេបាទសង្ខេបប៉ុណ្ណឹងបាទខាងនួនតកែខ្ញុំសង្កេតមើលសពថ្ងៃមិនត្រូវគ្រប់ទៅស្រុកនឹងឯងគឺមិនត្រូវទៅតាមតម្រង់បាទតម្រង់ហេតុអីខ្ញុំថាតម្រង់ព្រោះតម្រង់ដែលយើង
ទូស្គាល់នៅក្នុងស្រុកខ្មែរយើងនេះគឺទៅតាមសង្ឃដីការបស់សម្ដេចយូណាតលោកឲ្យយកទៅអ្នកអង្គការខាងប្រទេសទៅចូលនៅក្នុងទូនីតិរឿងអាពាហ៍ពិពាហ៍អាត្មាចង់និយាយទេលោកហើយដំណឹងនោះលោកធ្វើសកលលោកមួយរួចហើយតាមបិតារបស់លោកមហាវិនិច្ឆ័យឪពុកលោកបានចេះដឹងច្រើនប្រាប់លោកធ្វើសកលមួយហៅថាអាពាហ៍ពិពាហ៍នោះអាត្មាមានមួយដែរលោកធ្វើហ្នឹងល្អអាត្មាដែលចេះមកអាពាហ៍ពិពាហ៍សពថ្ងៃយើងសង្កេតមើលទៅថាមិនត្រូវទៅតាមទម្រង់ដោយសារអីឥឡូវហ្នឹងយើងស្ទើរតែក្នុងពិធីមង្គលស្ទើរតែទៅសួរពីក្រុមជើងថតអញ្ចឹងទម្រង់អាពាហ៍ពិពាហ៍សពថ្ងៃគឺនៅលើកណ្ដាប់ដៃក្រុមជើងថតទេបាទមិនមែននៅលើកណ្ដាប់ដៃខុសគ្រូចាទេមួយចំនួនទេបាទទម្រង់អាពាហ៍ពិពាហ៍សពថ្ងៃនៅកណ្ដាប់ដៃក្រុមជើងថតស្ទើរតែ 80% បាទគឺជើងថតជាអ្នកគ្រប់គ្រងសំអាងជាអ្នកគ្រប់គ្រងមិនមែនគ្រូអាចារ្យជាអ្នកគ្រប់គ្រងនៅទម្រង់អាពាហ៍ពិពាហ៍ទេសពថ្ងៃនេះតាមសង្កេតមើលបាទជួនកាលគ្រូអាចារ្យដាក់ឆ្លើយថាងជាងថតជួនកាលឆ្លើយដាក់ភ្លេងទៅដូចក្នុងពិធីចម្រើនខានស្លាអញ្ចឹងជួនកាលចោទថាភ្លេងនឹងឯងឲ្យដេកដល់ពេលថ្ងៃមុនខ្ញុំទៅនោះសួរជាងថតគេថាគ្រូអាចារ្យចេះតែថាទៅចេះវិញណាអាមួយឆ្លើយដាក់មួយឆ្លើយដាក់មួយវាមិនត្រូវឲ្យដល់ខ្ញុំថាអញ្ចឹងថាតម្រង់អាពាហ៍ពិពាហ៍យើងសពថ្ងៃទៅសួរពីជាងថតទៅដឹងច្រើនជាងគ្រូអាចារ្យបាទអែមអឺនេះលោកគ្រូខ្ញុំសូមសួរថាបង្វិល7ចិត្តដល់ហើយគ្រូបង្វិល7ចិត្តដល់ប្រហែលជាតិចទៀតដល់បង្វិល7ហើយបើយើងណូតសំដួលនឹងទុកមួយទៅគូប៉ាតសំអេចបើសិក្សាស្រាវជ្រាវបដោតលើឯកសារគោលមានបច្ចេកចេស្តាចាប់ប៉ិនយ៉ាងនៅគឺមិនពិបាកទេបាទអរគុណប្រកបណាស់បើសិនជាយើងឈរលើគោលការណ៍សភៅជាគោលនៅក្នុងបរិជាណាចក្រកម្ពុជាគឺអត់លំបាកទេមិនលំបាកតតែសោះយ៉ាងគ្រូអាចារ្យយើងមួយចំនួនទូចដែលលោកធ្វើទៅគឺរលូនដោយសារអីដោយសារលោកយល់ពីទម្រង់បាទលោកយល់ពីទម្រង់អញ្ចឹងធ្វើអត់មានបញ្ហាទេគឺទៅរោងណាក៏លោកបញ្ជ្រាបពីទម្រង់មួយនឹងច្បាស់ដល់ពេលយូរទៅខាងក្រុមការងារមួយផលលោកនឹងឯងខាងជាងថតក្តីខាងសំអាងក្តីគាត់យល់ដល់ពេលគ្រូអាចារ្យយើងមួយចំនួនគាត់មិនព្យាយាមបញ្យល់ទេគឺគាត់មិនហ៊ានបញ្យល់តតែសោះដោយសារអីដោយសារតែគាត់ខ្លាចពិធីការដោយគាត់ខ្លាចជាងថតដោយគាត់ខ្លាចសំអាងនឹងឯងមិនយកគាត់បាទអញ្ចឹងហើយគឺគាត់នៅតែធ្វើទាំងងងឹតងងល់ថាតម្រង់អាពាហ៍ពិពាហ៍គឺលំបាកតាមពិតមិនលំបាកនៅក្នុងតម្រង់មួយឲ្យតែយើងច្បាស់ថាលើតម្រង់ក្រុងបលីយើងធ្វើយ៉ាងម៉េចឲ្យវាត្រូវតម្រង់សូត្រមុនយើងធ្វើយ៉ាងម៉េចឲ្យវាត្រូវយើងបញ្ជ្រាបតែតម្រង់មួយទៅគឺមិនលំបាកទេបាទមិនលំបាកទេបាទនឹងអរគុណគ្រូនឹងសូមសរសើរគ្រូប៉ាត់សំអេងគឺលោកឈរលើគោលការណ៍ច្បាស់ណាស់គឺតែ 100% នៅក្នុងទម្រង់លោកតាមសង្កេតមើលចៅអច្ឆរិយទៀតបាទបើនៅខាងខ្ញុំគេវះនឹងដោតការស្លានៅពេលមានមន្តរងាវមុនអាចារ្យយកពលាបាទក្រោយបាទប្រកាសតែមុននៅក្នុងមុនអាចារ្យយកពលាត្រូវបងវះការស្លានឹងហើយបានយកការស្លាទាំង3ហ្នឹងមកធ្វើពិធីយកពលាតែនៅក្នុងសភៅវះពេលព្រឹកមុនយកពលាពីពាក្យពន្ធរឿងពលាទៀតប្រសិនណាបើជាយើងយកពលាតែពេលព្រឹកអញ្ចឹងបានន័យថាមិនស៊ីសងទៅលើឆ្នាំទាំង12បាទវាមានឆ្នាំទាំង12មួយពង3មួយពងយ៉ាពងទេវតាបាទយើងនិយាយពីពលាមានពលាស័ក្តិមានសក្តាអបមានពងមាន13ដែរមួយក្នុងពលាមួយមានឆ្នាំមួយទៅអត់អាចបាទហ្នឹងហើយអរគុណបងព្រោះខ្ញុំនិយាយនេះគឺសភៅនៅមុខខ្ញុំគឺសភៅចាប់ប៉ុណ្្នឹងសភៅញឹកនៅក្នុងមុខខ្ញុំដូចខ្ញុំបញ្ជាក់ទំព័រឲ្យថាការស្លានៅក្នុងទំព័រទី7រហូតដល់8ជាងនេះបើកនៅទំព័រហ្នឹងទៅឃើញបាទ